ចាំបាត់ស្ត្រីជាភរិយាបានទទូចស្នើសុំដល់ឯកឧត្តមសេនីយ៍ជួននរិនឲ្យជួយស្វែងរកយុត្តិធម៌និងស្វែងរកប្តីដែលបានបាត់ខ្លួនអស់រយៈពេល73ខែមកហើយរឿងរ៉ាវបាត់ខ្លួនបរិះម្នាក់ដែលជាអ្នករត់កង់3អស់រយៈពេល73ខែកំពុងតែคล้ายទៅជាប្រធានបទដែលបងប្អូនមហាជនបានយកចិត្តទុកដាក់ជាទីបំផុតពីព្រោះរឿងនេះមិនត្រឹមតែជាការបាត់ដំណឹងប៉ុណ្ណោះទេក៏ប៉ុន្តែថែមទាំងបានបន្សល់ទុកនៅតម្រុយយានយន្តកង់3ដែលត្រូវបានឆេះសល់តែគ្រោងថ្មីនេះមានប្រភពព័ត៌មានជាច្រើនរួមទាំងបណ្ដាញសង្គមរបស់ក្រុមគ្រួសារផ្ទាល់បានបន្តចែករំលែកយ៉ាងសកម្មនៅរឿងរ៉ាវដ៏គួរឲ្យគាត់សម្គាល់មួយដែលពាក់ព័ន្ធទៅនឹងការបាត់ដំណឹងសូនឈឹងរបស់បរិះជាមេគ្រួសារនិងជាអ្នកប្រកបមុខរបររត់កង់3ចាប់តាំងពីចុងខែមេសាឆ្នាំ2026មកម្ល៉េះដើមហេតុនៃរឿងរ៉ាវនេះបានចាប់ផ្ដើមកើតឡើងកាលពីវេលាម៉ោងប្រមាណជា2រំលងអាធ្រាត្រឈានចូលដល់ថ្ងៃទី24ខែមេសាឆ្នាំ2026បរិះម្នាក់ឈ្មោះថុនវិចិត្រមានអាយុ33ឆ្នាំដែលមានទីលំនៅក្នុងសង្កាត់ពងសាំងខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញបានចេញទៅប្រកបមុខរបររត់កង់3នៅពេលរាត្រីនៅម្ដុំផ្សារដីហុយដូចសពមួយដងបើយោងទៅតាមការបញ្ជាក់ពីប្រភពគ្រួសារបានដឹងថាទម្លាប់របស់គាត់បើទោះបីជារវល់យ៉ាងណាក៏តែងតែឆ្លើយតបសារឬក៏តាក់ទងមកកាន់អ្នកផ្ទះវិញជានិច្ចក៏ប៉ុន្តែនៅយប់នោះប្រព័ន្ធតាក់ទងត្រូវបានកាត់ផ្ដាច់ហើយរូបគាត់ក៏បានបាត់ខ្លួនឈឹងចាប់ពីពេលនោះមករយៈពេលត្រឹមតែប៉ុន្មានម៉ោងក្រោយបាត់ការតាក់ទងពោលគឺនៅព្រឹកម៉ោងប្រមាណជា8នៅថ្ងៃទី24ខែមេសាដដែលនោះព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងអ្នកនេសាទក៏បានប្រទះឃើញយានយន្តកង់3មួយគ្រឿងត្រូវបានគេដុតកំទេចចោលនៅឯដីវាលមួយកន្លែងនៅក្នុងភូមិត្រពាំងពោសង្កាត់គោករកាក្រោយការចុះទៅផ្ទៀងផ្ទាត់ពីសំណាក់ក្រុមគ្រួសារទើបបានដឹងច្បាស់ថាវាពិតជាយានយន្តកង់3របស់លោកថុនវិចិត្រពិតប្រាកដមែនអ្វីដែលជាតម្រុយសំខាន់នៅក្នុងទីតាំងនោះគឺកង់3នៅសល់តែគ្រោងដែកតែប៉ុណ្ណោះចំណែកឯម៉ាស៊ីនកង់ទាំង3គ្រាប់និងផ្លាកលេខត្រូវបានដោះចេញបាត់អស់ទៅហើយពេលវេលាចេះតែកន្លងផុតទៅចូលដល់ខែឧសភាខែមិថុនារហូតមកដល់ពាក់កណ្ដាលខែកក្កដានេះការតស៊ូរបស់ស្ត្រីជាភរិយានៅតែបន្តតាមរយៈបណ្ដាញសង្គមរបស់នាងយើងបានឃើញថារូបគាត់បានប្រើប្រាស់គ្រប់មធ្យោបាយទាំងការស្វែងរកតាមផ្លូវច្បាប់និងផ្លូវជំនឿដោយក្តីសង្ឃឹមយ៉ាងមុតមមថានឹងបានប្តីត្រឡប់មកវិញស្ថានភាពគ្រួសារកាន់តែជួបនៅការលំបាកយ៉ាងខ្លាំងនៅពេលដែលថ្មីនេះកូនស្រីតូចរបស់ពូគាត់ក៏បានជួបប្រទះនៅបញ្ហាសុខភាពរហូតដល់ត្រូវទទួលនៅការវះកាត់ដែលធ្វើឲ្យបន្ទុកផ្លូវចិត្តនិងជីវភាពរបស់អ្នកជាម្ដាយកាន់តែធ្ងន់ធ្ងរទន្ទឹមនឹងនេះម្ដាយបង្កើតរបស់ជនរងគ្រោះក៏បានបង្ហាញនៅក្តីសោកសង្រេងជាខ្លាំងនៅរាល់ពេលដែលមេឃភ្លៀងមើលទៅពិតជាគួរឲ្យអាណិតអាសូរក្រៃលែងតាក់ទិនទៅនឹងចំណាត់ការផ្លូវច្បាប់ខាងក្រមគ្រួសារបានដាក់ពាក្យបណ្ដឹងជាផ្លូវការនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរួចរាល់តាំងពីដើមទីហើយថ្មីនេះស្ត្រីជាភរិយាក៏បានបង្ហោះសារអំពាវនាវយ៉ាងទទូចសូមអន្តរាគមន៍ពីឯកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញដើម្បីជួយស្វែងរកយុត្តិធម៌និងពន្លឿននីតិវិធីជុំវិញករណីនេះក៏ធ្លាប់មានលេចឮនៅពាក្យចចាមអារាមមួយចំនួននៅក្នុងសង្គមដូចជាការសង្ស័យថាអាចមានការជាប់ពាក់ព័ន្ធទៅនឹងបទល្មើសឬពាក្យចចាមអារាមថាប្តីរបស់គាត់រត់តាមស្រីផ្សេងជាដើមបើទោះបីជាយ៉ាងណាក៏ដោយស្ត្រីជាប្រពន្ធក៏បានធ្វើការបដិសេធយ៉ាងដាច់អហង្ការចំពោះរឿងរត់ចោលគ្រួសារនេះហើយរហូតមកដល់ពេលបច្ចុប្បន្ននេះនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយពីសំណាក់អាជ្ញាធរដែលអាចសន្និដ្ឋានអំពីមូលហេតុពិតប្រាកដនៃការបាត់ខ្លួននេះនៅឡើយនោះទេបាទប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាបើយើងមើលទៅតាមព័ត៌មានដែលមាននាពេលបច្ចុប្បន្ននេះហេតុអ្វីបានជាសំណុំរឿងនេះទទួលបាននៅការចាប់អារម្មណ៍យ៉ាងខ្លាំងកត្តាទី1គឺធម្មជាតិនៃផ
ផុសតាំងដែលនៅនឹងកន្លែងកើតហេតុការបាត់បង់យានយន្តកង់3ដោយសារតែការឆេះខ្លោចរួមផ្សំនឹងការបាត់បង់គ្រឿងបន្លាស់សំខាន់មួយចំនួនដូចជាម៉ាស៊ីននិងកង់នោះមិនមែនជារឿងដែលកើតឡើងដោយឯកឯងនោះទេសកម្មភាពដោះគ្រឿងបន្លាស់ទាមទារឲ្យមានពេលវេលាឧបករណ៍និងកម្លាំងស្ថានភាពនេះអាចបង្ហាញថាហេតុការណ៍នេះអាចមានការជាប់ពាក់ព័ន្ធទៅនឹងទង្វើដែលមានចេតនាបើទោះបីជាយើងមិនទាន់បានដឹងថាគោលបំណងពិតប្រាកដជាអ្វីក៏ដោយកត្តាទី2នៅក្នុងយុគសម័យព័ត៌មានវិទ្យាតើបណ្ដាញសង្គមអាចធ្វើឲ្យរឿងត្រូវបានយល់ខុសយ៉ាងដូចម្តេចនៅពេលដែលព័ត៌មានផ្លូវការកំពុងតែស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេតពាក្យចចាមអារាមតែងតែងាយនឹងរីករាលដាលការលើកឡើងពីសំណាក់គ្រូទាយតាមបែបអបិយជំនឿឬការសន្និដ្ឋានថាមនុស្សបានស្លាប់ឬក៏ការចោទប្រកាន់ថារត់តាមអ្នកផ្សេងនោះសុទ្ធសឹងតែជាព័ត៌មានដែលយើងមិនគួរយកជាការបាននោះទេរាល់ការសន្និដ្ឋានដែលមិនមានមូលដ្ឋានច្បាស់លាស់អាចបង្កជាការយល់ច្រឡំជាសាធារណៈនិងជាការបន្ថែមគំនោតទុកដល់គ្រួសារដែលកំពុងតែរងចាំដំណឹងយើងចាំបាច់ត្រូវរងចាំស្ដាប់នៅសេចក្តីថ្លែងការណ៍ពីសំណាក់មន្ត្រីជំនាញដែលមានសមត្ថកិច្ចការវិភាគនេះគឺផ្អែកទៅលើតែទិន្នន័យដែលមាននាពេលបច្ចុប្បន្ននេះតែប៉ុណ្ណោះការផ្ដាច់ទំនាក់ទំនងភ្លាមក្នុងពេលកំពុងប្រកបមុខរបរចិញ្ចឹមជីវិតនៅពេលយប់នោះគឺជារឿងដែលយើងត្រូវតែសង្កេតមើលឲ្យបានដដល់មេរៀនសំខាន់អំពីរឿងហេតុនេះនោះគឺបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនសម្រាប់បងប្អូនអ្នកប្រកបមុខរបរដឹកជញ្ជូនរថតាក់ស៊ីឬក៏កង់3នៅពេលរាត្រីការមានការប្រុងប្រយ័ត្នខ្ពស់ការបំពាក់នៅឧបករណ៍តាមដានដូចជា GPS និងការផ្ដល់ព័ត៌មានទីតាំងជាប្រចាំដល់ក្រុមគ្រួសារនោះគឺជាប្រព័ន្ធការពារបឋមដែលបងប្អូនទាំងអស់គ្នាគួរតែពិចារណាអនុវត្តក្នុងនាមជាអ្នកតាមដាននិងអត្ថាធិប្បាយនៅព័ត៌មាននេះយើងខ្ញុំសូមបន្ថែមមតិដោយឈរទៅលើគោលការណ៍គោរពព័ត៌មានពិតនិងផ្ដល់តម្លៃដល់ភាគីដែលពាក់ព័ន្ធទាំងអស់នៅក្នុងកាលៈទេសៈដ៏លំបាកនេះដែលស្ត្រីជាភរិយាត្រូវរ៉ាប់រងទាំងការទន្ទឹមរង់ចាំផ្លូវប្តីនិងការមើលថែកូនដែលទៅតែវះកាត់អ្វីដែលសង្គមគួរផ្ដល់ឲ្យនោះគឺការលើកទឹកចិត្តនិងក្តីអាណិតអាសូរដោយសុចរិតការបញ្ចេញមតិយោបល់នៅលើបណ្ដាញសង្គមគួរតែប្រព្រឹត្តទៅដោយការយោគយល់មិនមែនជាការសរសេរប្រមាថឬក៏កាត់សេចក្តីជំនួសច្បាប់នោះទេការទុកចិត្តទៅលើស្ថាប័នមានសមត្ថកិច្ចគឺជាជំរើសដ៏ត្រឹមត្រូវកងកម្លាំងនគរបាលតែងតែមាននីតិវិធីនិងបច្ចេកទេសជំនាញនៅក្នុងការស៊ើបអង្កេតនៅរឿងក្តីនីមួយៗភាពស្ងប់ស្ងាត់នៅក្នុងសំណុំរឿងជួនកាលវាគឺជានីតិវិធីដើម្បីរក្សានៅការសម្ងាត់និងធានាឲ្យការប្រមូលភស្តុតាងមានភាពរឹងមាំមិនមែនមានន័យថាអាជ្ញាធរបានបោះបង់ការទទួលខុសត្រូវនោះទេដូច្នេះសូមបងប្អូនមហាជនចូលរួមប្រើប្រាស់បណ្ដាញសង្គមដោយភាពចាស់ទុំនិងបញ្ឈប់នៅការចែករំលែកនៅព័ត៌មានដែលមិនទាន់បានផ្ទៀងផ្ទាត់ត្រឹមត្រូវសរុបជារួមមកវិញករណីបាត់ដំណឹងបុរសជារថកង់3ឈ្មោះថនវិចិត្រនៅតែជារឿងដែលទាមទារឲ្យមានការយកចិត្តទុកដាក់និងការរងចាំនៅលទ្ធផលស៊ើបអង្កេតជាផ្លូវការគ្រប់យ៉ាងត្រូវមើលដោយភាពថ្លឹងថ្លែងនិងហេតុផលជាចុងក្រោយនេះខ្ញុំបាទក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនានៅវីដេអូនេះតាំងពីដើមរហូតដល់ទីបញ្ចប់ហើយសូមជូនពរឲ្យអ្នកទាំងអស់គ្នាធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយប្រកបដោយសុខសុវត្ថិភាពនិងជួបតែសេចក្តីសុខគ្រប់ពេលវេលា